ប្រសិនបើយើងចាប់អារម្មណ៍ថាមានបញ្ហាឡើងលំមាស់នៅដងខ្លួនរបស់យើងឬក៏នៅដៃនៅជើងរបស់យើងហ្នឹងតើវាអាចពាក់ព័ន្ធទៅនឹងជំងឺឆ្លងដែរឬក៏អត់បាទអញ្ចឹងក៏នេះខ្ញុំសូមធ្វើការបកស្រាយបាទជាចម្លើយនោះគឺអាចពាក់ព័ន្ធទៅនឹងជំងឺឆ្លងបាទព្រោះជំងឺឆ្លងគឺមានច្រើនសូម្បីតែជំងឺកាមរោគរាលដាលខ្លះក៏វាធ្វើឲ្យមានបញ្ហាលំមាស់នៅលើដងខ្លួនដែរបាទបញ្ហាជំងឺចៃក៏មានធ្វើឲ្យលំមាស់ដូចគ្នាដែរបាទនឹងមានមេរោគផ្សេងទៀតពួកផ្សិតបាទពួកប៉ារ៉ាស៊ីតអីផ្សេងទៀតក៏ធ្វើឲ្យមានបញ្ហាលំមាស់នៅលើដងខ្លួនដូចគ្នាដែរបាទក៏ប៉ុន្តែការលំមាស់នេះមិនសុទ្ធតែជំងឺឆ្លងទេពេលខ្លះវាពាក់ព័ន្ធទៅនឹងបញ្ហាជំងឺសើស្បែកក៏អាចធ្វើឲ្យមានលំមាស់ចឹងដូចគ្នាដែរអញ្ចឹងដើម្បីកំណត់ថាតើយើងឡើងរមាស់នៅលើដងខ្លួននឹងពាក់ព័ន្ធទៅនឹងមូលហេតុជំងឺឆ្លងឬក៏មូលហេតុពាក់ព័ន្ធទៅនឹងជំងឺស្បែកណាមួយនោះគឺបងប្អូនគួរតែអញ្ជើញមកជួបគ្រូពេទ្យជំនាញក្នុងការវាយតម្លៃជាមុនសិនបាទ